ក្តីអធិប្បាយស្ដីពីវដ្តជីវិតដ៏អស្ចារ្យរបស់ត្រីសាល់មិននៅក្នុងចំណោមប្រភេទគ្រឿងសមុទ្រដែលពេញនិយមបំផុតនៅលើពិភពលោកត្រីសាល់មិនត្រូវបានគេចាត់ទុកថាជាស្ដេចត្រីមួយប្រភេទមិនត្រឹមតែដោយសារតែវាមានតម្លៃថ្លៃនិងមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេប៉ុន្តែវាក៏ជាអាហារសុខភាពដ៏មានតម្លៃដែលត្រូវបានអ្នកជំនាញអាហារូបត្ថម្ភទូទាំងសកលលោកផ្ដល់អនុសាសន៍ឲ្យទទួលទានក្រៅពីអត្ថប្រយោជន៍ដ៏សម្បូរបែបត្រីប្រភេទនេះក៏មានប្រវត្តិនិងវដ្តជីវិតដ៏គួរឲ្យកោតសរសើរផងដែរអ្វីដែលធ្វើឲ្យត្រីសាល់មិនខុសប្លែកពីត្រីដទៃទៀតគឺវាជាប្រភេទត្រីដែលផ្លាស់ទីរវាងទឹកសាបនិងទឹកប្រៃពួកវាចាប់កំណើតភ្ញាស់ចេញពីពងនៅក្នុងទន្លេឬស្ទឹងទឹកសាបតូចៗក្រោយពេលលូតលាស់បានមួយរយៈពេលត្រីសាល់មិនត្រូវធ្វើដំណើររាប់ពាន់គីឡូម៉ែត្រហែលឆ្ពោះទៅកាន់មហាសមុទ្រដ៏ធំធេងដែលជាកន្លែងមានប្រភពចំណីអាហារសម្បូរបែបដើម្បីរស់នៅនិងធំធាត់រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺនៅពេលដល់រដូវកាលត្រូវពងកូនពួកវានឹងហែលបកក្រោយបញ្ច្រាសចរន្តទឹកយ៉ាងខ្លាំងក្លាដើម្បីត្រឡប់មកកាន់ស្ទឹងឬទន្លេដែលជាកន្លែងកំណើតរបស់វាវិញយ៉ាងត្រឹមត្រូវបំផុតដោយសារសមត្ថភាពពិសេសក្នុងការចងចាំក្លិនទឹកបន្ទាប់ពីឆ្លងកាត់ឧបសគ្គនិងពងកូនរួចរាល់ត្រីសាល់មិនភាគច្រើនគឺត្រូវអស់កម្លាំងហើយងាប់នៅទីនោះដែលនេះជាការបូជាជីវិតដើម្បីបន្តពូជពង្សជំនាន់ក្រោយនៅក្នុងផ្នែកសុខភាពត្រីសាល់មិនត្រូវបានគេប្រសិទ្ធនាមថាជាកំពូលអាហារព្រោះវាជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់អូមេហ្គា3ដែលរាងកាយមនុស្សមិនអាចផលិតបានដោយខ្លួនឯងជាតិខ្លាញ់ល្អនេះមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការរលាកការពារសរសៃឈាមបេះដូងនិងជួយជំរុញមុខងារខួរក្បាលព្រមទាំងការចងចាំឲ្យកាន់តែប្រសើរឡើងក្រៅពីនេះត្រីសាល់មិនសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ដែលងាយរលាយព្រមទាំងមានវីតាមីន D វីតាមីន B គ្រប់ប្រភេទនិងជាតិរ៉ែសំខាន់មួយចំនួនទៀតដែលជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយនិងធ្វើឲ្យឆ្អឹងមានសុខភាពល្អដោយសារសាច់ត្រីសាល់មិនមានភាពទន់ល្មើយនិងមានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់វាត្រូវបានគេយកទៅចម្អិនជាមុខម្ហូបចម្រុះជាច្រើនទម្រង់នៅក្នុងម្ហូបជប៉ុនត្រីសាល់មិនត្រូវបានគេនិយមហាន់ជាបន្ទះស្ដើងៗទទួលទានទាំងឆៅដែលហៅថាសាស៊ីមីញ៉ាំជាមួយវ៉ាសាប៊ីនិងទឹកស៊ីអ៊ីវសម្រាប់អ្នកដែលមិនចូលចិត្តញ៉ាំឆៅគេអាចយកវាទៅអាំងឬដុតជាមួយប៊ឺខ្ទឹមសឬស្រោចទឹកជ្រលក់បែបផ្អែមដែលធ្វើឲ្យសាច់ត្រីកាន់តែមានឱជារសនាពេលបច្ចុប្បន្នមុខម្ហូបបែបសាឡាត់និងសាល់មិនត្រាំទឹកស៊ីអ៊ីវបែបកូរ៉េក៏កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីស្រទាប់យុវវ័យផងដែរ